រៀបសួរលោកគ្រូហ្នឹងហើយហើយលោកគ្រូមកគោលបំណងនៅថ្ងៃនេះលោកគ្រូមានកិច្ចការងារអ្វីហើយគោលបំណងរបស់លោកគ្រូតើលោកគ្រូមកចូលរួមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះតើលោកគ្រូមានចំណាប់អារម្មណ៍យ៉ាងណាដែរครับបាទហ្នឹងហើយសូមជម្រាបសួរបាទសូមអរគុណម្ចាស់សំណួរជាពិសេសគឺលោកវត្តជីវ័ននឹងតែម្ដងបាទខ្ញុំមកចូលរួមក្នុងកម្មវិធីអបអរសាទរគម្រប់ខួបលើកទី34នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺក្នុងគោលបំណង3ចំណុចទី1គឺយើងចង់ជំរុញឲ្យរបបភ្នំពេញគោរពនិងអនុវត្ត23តុលាទី1ចំណុចទី2គឺយើងចង់ស្នើដល់របបភ្នំពេញឲ្យដោះលែងអ្នកទោសមនសិការអ្នកទោសនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងអស់ដោយអត់លក្ខខណ្ឌចំណុចទី3ដែលយើងទាមទារហ្នឹងគឺតាក់ទងនឹងស្នើឲ្យរបបភ្នំពេញហ្នឹងគឺលុបបំបាត់ឲ្យអស់គឺបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញព្រោះនេះវាជាចំណុចដែលពិភពលោកហ្នឹងគេចាប់អារម្មណ៍គ្នាអញ្ចឹងស្នើសុំ3ចំណុចនេះជាពិសេសទៅរបបដឹកនាំរាល់ថ្ងៃគឺមានលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីដែលយើងគិតថាខុសច្បាប់ចុះប៉ុន្តែព្រោះដោយសារយើងឃើញហើយដែលដឹកនាំរាល់ថ្ងៃគឺឲ្យប្រជាពលរដ្ឋគឺស្រក់ទឹកភ្នែករហូតមិនសុបាយទេបាទសូមអរគុណមានប៉ុណ្ណេះហើយជម្រាបសួរលោកគ្រូហើយខ្ញុំបាទចង់សាកសួរលោកគ្រូតើលោកគ្រូមកថ្ងៃនេះបានឮសំឡេងឬក៏ឮល្បីលហៀងថាលោកគ្រូមកបំណងគោលបំណងថ្ងៃនេះថាមកគ្រប់គ្រងរាជរដ្ឋាភិបាលក្រៅប្រទេសនេះបាទខ្ញុំមកថ្ងៃនេះគឺដើម្បីគ្រប់គ្រងការបង្កើតរដ្ឋាភិបាលឯករាជ្យ23ដុល្លារនៅក្រៅប្រទេសដើម្បីរំដោះប្រទេសកម្ពុជាពីរបបផ្ដាច់ការដែលគ្រប់គ្រងដោយរបបតកូហ៊ុនដែលប្រព្រឹត្តនៅអំពើឧក្រិដ្ឋកម្មអំពើក្បត់ជាតិទឹកដីបាទមានអំពើជាច្រើនបាទអញ្ចឹងគឺខ្ញុំដើម្បីឲ្យអន្តរជាតិជួយដោះស្រាយបញ្ហាកម្ពុជានិងជួយគ្រប់គ្រងរាជរដ្ឋាភិបាលក្រៅប្រទេសដើម្បីរំដោះជាតិកម្ពុជាយើងបាទសូមអរគុណបាទហ្នឹងហើយមួយសំណួរមួយទៀតលោកគ្រូសូមបញ្ជាក់ថាតើបង្កើតរដ្ឋាភិបាលឯករាជ្យនឹងនៅថ្ងៃណានៅប្រទេសណានៅដែលថាលោកប្រធាននឹងផ្ដួចផ្ដើមបង្កើតរដ្ឋាភិបាលឯករាជ្យហ្នឹងសូមលោកគ្រូបញ្ជាក់បន្តិចបាទការដែលបង្កើតហ្នឹងគឺរៀបចំពីឥឡូវទៅបដាហើយគឺប្រកាសគឺនៅថ្ងៃទី25តុលា2025នេះឯងដែលប្រកាសជាផ្លូវការថារដ្ឋាភិបាលកម្ពុជាឯករាជ្យនឹងចេញជាមុខជាមាត់ចេញជារូបរាងដែលមានរចនាសម្ព័ន្ធ8ស្ថាប័នបាទអរគុណហ្នឹងហើយសូមបញ្ជាក់លោកគ្រូបន្តិចហ្នឹងហើយលោកគ្រូសូមឲ្យលោកគ្រូហ្នឹងឯងនិយាយថាលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរដែលទូទាំងសកលលោកធ្វើម៉េចឲ្យគ្រប់គ្រងរាជរដ្ឋាភិបាលឯករាជ្យនេះដោយសារតែរាជរដ្ឋាភិបាលតកូលហ៊ុនហ្នឹងដោយថាអសមត្ថភាពហ្នឹងហើយដឹកនាំប្រទេសជាតិហ្នឹងធ្វើឲ្យប្រទេសជាតិនឹងឯងលិចលង់ដោយសារតែតកូលហ៊ុនណាហ្នឹងហើយលោកគ្រូមានមតិយោបល់លើកទឹកចិត្តឲ្យប្រជាពលរដ្ឋនឹងចូលរួមគ្រប់គ្រងរាជរដ្ឋាភិបាលឯករាជ្យបាទសូមអរគុណហ្នឹងហើយអញ្ចឹងក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរនេះសូមប្រកាសនិងលើកទឹកចិត្តដល់បងប្អូនខ្មែរនៅក្នុងប្រទេសក្រៅប្រទេសឲ្យតែជាពលរដ្ឋខ្មែរសូមប្រកាសគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារដែលដឹកនាំលោកធានសំដែលដឹកនាំដោយលោកធានសំរងស៊ីនេះគឺអាចសង្គ្រោះប្រទេសជាតិយើងឲ្យរួចផុតពីរបបផ្ដាច់ការនៅកម្ពុជាមិនត្រឹមតែប៉ុណ្ណោះទេយើងនឹងអាចដោះស្រាយបញ្ហាក្នុងប្រទេសជាតិហ្នឹងគឺតាក់ទងជាមួយរឿងរ៉ាវមួយចំនួនដែលរដ្ឋាភិបាលក្រៅប្រទេសហ្នឹងមានគេហៅថាមានស្ថាប័ន8ហ្នឹងគឺអាចគេហៅថាដោះស្រាយបានរាល់បញ្ហាដែលកើតមានក្នុងប្រទេសកម្ពុជាបច្ចុប្បន្នបាទហ្នឹងហើយសូមលោកគ្រូអញ្ជើញលើកទឹកចិត្តបងប្អូនពលករខ្មែរឬក៏បងប្អូនខ្មែរទាំងអស់ទូទាំងប្រទេសហ្នឹងឯងមកគ្រប់គ្រងរដ្ឋាភិបាលឯករាជ្យណាចំនួនដដែលបាទខ្ញុំលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទាំងអស់គ្នាពីព្រោះថាប្រទេសជាតិរបស់យើងគឺកំពុងតែត្រូវបានរបបនៃតកូហ៊ុននេះប្រគល់ឲ្យបរទេសឈ្លានពានហើយដោយអត់មានម្ចាស់ការជាខ្មែរយើងទេអត់មានឯករាជ្យជាខ្មែរយើងទេអញ្ចឹងសូមឲ្យប្រជាពលរដ្ឋខ្មែរមិនថាពលករកសិករឬក៏មន្ត្រីរាជការទាំងសង្គមស៊ីវិលឬក៏
អីផ្សេងៗហ្នឹងគឺត្រូវតែចូលរួមទាំងអស់គ្នាណាដើម្បីដោះស្រាយដំណោះស្រាយរួមហ្នឹងវិបត្តិរួមរបស់ជាតិយើងហើយពិសេសគឺប្រទេសយើងវាអត់មានយុទ្ធធម៌អត់មានសិទ្ធិសេរីភាពទេអញ្ចឹងការដែលបង្កើតនៅរដ្ឋាភិបាលក្រៅប្រទេសនេះគឺលោកប្រធានយើងដឹងហើយថាគាត់គឺជាមនុស្សដែលមានយុទ្ធធម៌អាចដោះស្រាយបានទាំងវិបត្តិសេដ្ឋកិច្ចហើយវិបត្តិផ្សេងៗណាសំខាន់ណាស់គឺធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនបាទដោយប្រទេសអរិយធម៌នៅលើលោកដែរបាទសូមអរគុណបាទ ហ្នឹងហើយជាបឋមសូមអរគុណសូមជម្រាបលា បាទសូមជម្រាបលា បាទ បាទ សូមជម្រាបលា